បកខ្ញុំបាទសូមអរកាយគ្រប់និងជម្រាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាផងដែរបាទឆ្លៀតពេលទំនេរពីការងារខ្ញុំបាទក៏បានចងក្រងនៅអត្ថបទខ្លីមួយស្ដីអំពីអបាយមុខគឺជាសេចក្តីវិនិច្ឆ័យព្រោះធម៌គឺជាសេចក្តីសុខដែលមានអត្ថន័យនិងខ្លឹមសារដូចតទៅបាទវាជាកពិតណាស់រាល់ការសេពគប់នៅអបាយមុខទាំងឡាយមានស្រីស្រាលបែងនិងអំរែកនៃបំណុលអាក្រក់វាតែងតែនាំមកនូវសេចក្តីវិនិច្ឆ័យនិងធ្វើឲ្យយើងមិនអាចសម្រេចនៅចំណងនៃក្តីសុបិនរបស់ជីវិតបានសម្រេចនោះឡើយព្រោះវាជាឧបសគ្គដ៏ធំបំផុតដែលមករារាំងចំណុចទី1វាគឺជាឧបសគ្គមិនអាចឲ្យការតាំងចិត្តខ្លាចជាអ្នកក្លាហានជាបណ្ឌិតជាអ្នកជោគជ័យបានសម្រេចនោះទេចំណុចទី2ដែលវាជាឧបសគ្គមិនអាចឲ្យយើងមានឯករាជ្យភាពសិទ្ធិសេរីភាពនិងសេរីភាពហិរញ្ញវត្ថុរបស់ខ្លួនឯងបានជាខាតចំណុចទី3ដែលវាជាឧបសគ្គដែលមករារាំងនៅអត្តហេអត្តនោយថាខ្លួនជាទីពឹងខ្លួនឬខ្លួនគឺជាអ្នកសម្រេចវាសនាលើខ្លួនឯងព្រមវិហារធម៌កតញ្ញូនិងបារមីបានសម្រេចចិត្តខាតចំណុចទី4ដែលវាជាឧបសគ្គធ្វើឲ្យយើងមិនអាចសម្រេចនៅចំណងផែនការគោលដៅនិងក្តីសុបិនរបស់ជីវិតខ្លួនឯងបានសម្រេចចិត្តខាតនេះហើយគឺជាផលបាបផលអាក្រក់នៃការសេពគប់អបាយមុខស្រីស្រាលបែងនិងអំរែកនៃបំណុលអាក្រក់នោះផ្ទុយទៅវិញព្រមវិហារធម៌រាល់ឪពុកម្ដាយទាំងអស់ដែលមានព្រមវិហារធម៌យ៉ាងពិតប្រាកដចំពោះកូនតែងតែឲ្យតែលឺឲ្យតែដឹងឲ្យតែឃើញថាកូនរបស់គាត់មានសេចក្តីសុខសេចក្តីសប្បាយមានកាយចម្រើនគាត់សប្បាយចិត្តណាស់គាត់រីកចិត្តណាស់ទៅពេលកូនគាត់នៅចិត្តឬឆ្ងាយយ៉ាងណាក៏ដោយគាត់មិនខ្វល់គាត់មិនបារម្ភអ្វីទេហើយក៏គាត់មិនចង់បានអ្វីពីកូនតបស្នងពីពួកគាត់វិញដែរព្រោះការស្រឡាញ់របស់ម្ដាយឪពុកចំពោះកូនវាជាការលះបង់ស្រាប់ទៅហើយប៉ុន្តែប្រសិនបើកូនរបស់គាត់មានទុក្ខលំបាកក្រីក្រទើបជាការព្រួយការបារម្ភរបស់គាត់ដែលគាត់ចង់នៅចិត្តដែលគាត់ចង់នៅក្បែរដែលគាត់ចង់ឃើញដែលគាត់ចង់ដឹងដែលគាត់ចង់លឺដែលគាត់ចង់ជួយគ្រប់ពេលវេលានោះបាទជាចុងក្រោយនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកតាមដានទស្សនានៃការបកស្រាយនៅអត្ថន័យនៃអត្ថបទនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមជូនពរដល់អស់លោកស្រីអ្នកនាងកញ្ញាឲ្យជួបតែសេចក្តីសុខរីកចម្រើនរកស៊ីមានបានហើយរាល់ការធ្វើដំណើរទៅណាមកណាឲ្យទទួលបានតែសុខសុវត្ថិភាពទាំងទៅទាំងបរសូមអរគុណសូមជម្រាបលា